បងចាក់ម៉ាស៊ូតឲ្យពេញមកមើលផងប្រយ័ត្នហៀវាកាត់អូតូទេសម្លឹងមើលក៏មិនអស់លុយតិចជាងនឹងដែរខាងក្រៅចាប់ផ្ដើមធ្លាក់ភ្លៀងរលឹមស្រិចទៀតហើយ180លីត្រដាប់ការដែលកប់ក្នុងធូលីដី350ស្កេនកូតទៅបងប្រកាសថាចាក់ឲ្យខ្ញុំ180លីត្រមែនទេម៉ាស៊ីនលោតប៉ុន្មានគឺប៉ុណ្ណឹងហើយវាមិនអាចមានខ្លាំងដែរធំសាំងខ្ញុំចំណុះតែ120លីត្រទេមុនចូលចាក់នៅសល់ជាង40លីត្រទៀតចុះ180លីត្រហ្នឹងចុះចាក់ចូលទៅណាអស់ទៅបងស្រីឡានធំណាក៏ធំសាំងមានសល់កន្លែងទំនេរដែរទាំងទូយ៉ូនិងប្រព័ន្ធការពារសុទ្ធតែអាចផ្ទុកសាំងបានម៉ាស៊ីនលោតប៉ុន្មានគឺប៉ុណ្ណឹងហើយបើមិនចង់បងលុយនិយាយត្រង់មកគុំមកចង់រកលេខក្រឡុកនៅទីនេះតើចំណុះសុវត្ថិភាពអាចលើសដល់ទៅ60លីត្របានយ៉ាងម៉េចប្រញាប់បងលុយហើយចេញទៅបើនៅតែរារាំងការរកស៊ីទៀតខ្ញុំហៅប៉ូលីសឥឡូវហើយចាំមើលខ្ញុំប្តឹងពីបទបង្កចំនួនមិនត្រឹមតែថ្លៃសាំងមិនអាចខ្វះ1រៀលទេឯងត្រូវសងការខាតបង់របស់ពួកយើងទៀតហើយប្រធានស្ថានីយ៍ឯងចេញមករឿងនេះអ្នកដោះស្រាយមិនចេញទេមិនប្រកាសទេមិនបងលុយចង់ហៅប្រធានមកគេគិតថាខ្លួនឯងអស្ចារ្យណាស់មែនទេខ្ញុំហៅសន្តិសុខមកស្ទូចឡានឯងឥឡូវហ្នឹងហានៅយឺតយ៉ាវធ្វើអីថ្ងៃត្រង់ហើយគ្មានអ្នកណាទំនេរចាំទេបើមិនចាក់ទេថយឡានចេញទៅកុំមកធ្វើឲ្យខាតពេលគេចាក់សាំងឡានដឹកជាមួយនេះក្លិនឆ្អាបឈួរសឹងស្លាប់ហើយបាយចង់មកបុកស្ថានីយ៍សាំងមិនមើលកន្លែងសោះគេរកស៊ីត្រឹមត្រូវមិនទៅបោកលុយសាំងបន្តិចបន្តួចនឹងទេប្រញាប់បងលុយហើយចេញទៅពួកយើងនៅចាំទៅរកស៊ីទៀតលុយតែប៉ុន្មានរយសោះក៏ចង់ឈ្លោះដែរមនុស្សសម័យនេះពិតជាហ៊ានបោកគ្រប់រឿងមែនប្រហែលជាមកពីក្រឈួតហើយធំសាំងតែ120លីត្រចាក់អស់ដល់ទៅ180លីត្រលេខវាមិនត្រូវគ្នាទេថ្ងៃត្រង់ស្មើនឹងមកស្រែកឡូឡាធ្វើអីហ្នឹងមនុស្សមើលច្រើនណាស់មិនល្អមើលទេនិយាយជាមួយភ្ញៀវបែបហ្នឹងកើតដែរគ្មានការគួរសំទោសតែសោះឆាប់សំទោសបងស្រីទៅមកពីគាត់រករឿងខ្លួនឯងតើអូនស្រីគេនៅក្មេងមិនចេះនិយាយស្ដីទេកុំប្រកាន់អីមានអីប្រាប់ខ្ញុំមកខ្ញុំជាប្រធានស្ថានីយ៍ម៉ាគួយហ្វិនចាំខ្ញុំជួយដោះស្រាយជូនធំសាំងខ្ញុំចំណុះតែ120លីត្រទេពេលចូលមកនៅសល់សាំងចិត្តកន្លះកំផងតែពួកឯងចាក់ឲ្យខ្ញុំដល់ទៅ180លីត្រខ្ញុំចង់ពិនិត្យមើលម៉ាស៊ីនហើយក៏ចង់បានការពន្យល់ដែរប្រហែលជាម៉ាស៊ីនគ្រាន់តែលោតលេខខុសមួយផ្លែទេរឿងប៉ុណ្ណឹងសោះយកអញចេះចុះខ្ញុំជូនកាត់ចាក់សាំង300នឹងបានលៀងឡានហើយលុយសាំងគិតតែ1100ទៅចាត់ទុកថាចាប់គ្នាចុះបានហើយមានថែមសម្បត្តិលៀងឡានទៀតប្រញាប់យកហើយទៅមិនចង់ជួបមុខទៀតទេសំបីក្នុងយោស័ព្ទត្រូវអស់ប៉ុន្មានខ្ញុំសងគ្រប់ទាំងអស់មិនឲ្យខ្វះ1រៀលឡើយបើមានជីវិតត្រឡប់មកវិញទូទាត់រួចហើយឥឡូវចេញវិកលលំអិតពីប្រព័ន្ធឲ្យខ្ញុំមករបាយការណ៍លំអិតពីប្រព័ន្ធវិកលបាត់ធម្មតាក៏ប្រើជាភស្តុតាងបានដែរម៉ោងចាក់សាំងក៏មានបញ្ជាក់ច្បាស់លាស់ដូចគ្នាលេខក្បាលបូមលេខកូដឧបករណ៍ចំនួនលីត្រជាក់ស្ដែងនិងលេខកូដបុគ្គលិកមិនអាចខ្វះមួយណាបានទេហើយត្រូវបោះត្រាអេឡិចត្រូនិករបស់ស្ថានីយ៍ប្រេងទៀតវិកលបាត់តែមានតែចំនួនលុយខ្ញុំមិនយកទេមិនក៏រឿងច្រើនម្លេះបងលុយហើយមិនចប់ទេអីនៅទីនេះមិនដែលចេញវិកលលំអិតបែបហ្នឹងទេគ្រាន់តែការចំណាយធម្មតាសោះខ្ញុំសុំវិកលត្រឹមត្រូវវាជាសិទ្ធិរបស់ខ្ញុំតើបើចេញឲ្យមិនបានខ្ញុំប្តឹងឥឡូវហ្នឹងឲ្យខាងត្រួតពិនិត្យទីផ្សារចុះមកឆែកម៉ាស៊ីននិងប្រព័ន្ធទិន្នន័យគ្រប់គ្នាបានព្យាយាមធ្វើជាសាក្សីដើម្បីទទួលបានព័ត៌មានលម្អិតនៅខាងក្រោយឆាកហើយផ្ដល់អ្វីដែលគាត់ចង់បានចង់ចាំប្រសិនបើអ្នកពិតជាគិតថាខ្លួនឯងជាមនុស្សម្នាក់នោះវានឹងគ្មានទីបញ្ចប់នៃបញ្ហានោះទេនេះគឺជាលោកម៉ារបស់ខ្ញុំពេញចិត្តលើកនេះលេខកាំភ្លើងពេលវេលាលេខឧបករណ៍សេចក្តីថ្លែងការណ៍និងលេខបុគ្គលិកនិងត្រាផ្លូវការគឺនៅនឹងកន្លែងទាំងអស់1ខ្ញុំរងចាំដោយអត់ធ្មត់ចំពោះប្រភពនៃសេចក្តីស្រឡាញ់ខ្ញុំបានផ្ដល់ឲ្យអ្នកនៅសម្បត្តិក្មេងស្រីបើអ្នកមិនមានអ្វីត្រូវធ្វើទេគ្រាន់តែចេញទៅឲ្យលឿនកុំពន្យាពេលការដឹកជញ្ជូនខ្ញុំនឹងគិតអំពីវាជារៀងរាល់ថ្ងៃបន្ទាប់ពីចាក់ចេញកុំប្រញាប់អ្នកខ្ញុំបានប្រមូលសម្បត្តិឲ្យបងប្រាក់ឲ្យអ្នករៀបចំឥឡូវនេះខ្ញុំរៀបចំឲ្យនរណាម្នាក់បូមចេញនៅប្រេង180លីត្រដែលត្រូវបានបន្ថែមអ្នកពិតជាត្រូវបូមប្រេងសម្រាប់ការផ្ទៀងផ្ទាត់នៅនឹងកន្លែងខ្ញុំចង់ដើរទៅមុខជារៀងរាល់ថ្ងៃកុំផ្លាស់ទីឡានជាមុនបងអូនស្រីអ្នកអាចញ៉ាំដោយចៃដន្យហើយកុំនិយាយមិនសមហេតុសមផលយើងកំពុងដំណើរការអាជីវកម្មធម្មតាអ្នកអាចនិយាយអំពីវាប្រេងម៉ាស៊ូតដែលស្រង់ចេញមិនអាចលក់បន្តបានទេតើអ្នកណានឹងទទួលការបាត់បង់ប្រេងម៉ាស៊ូតឬទំនិញគ្រោះថ្នាក់លើកលែងតែសុវត្ថិភាពអ្នកណាទទួលខុសត្រូវចំពោះឧបទ្ទហេតុនេះខ្ញុំណែនាំអ្នកឲ្យទទួលយកវាឲ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយកុំឲ្យខ្លួនឯងសប្បាយចិត្តវានៅតែជាវិធីបោកបញ្ឆោតមនុស្សមុនហើយបន្ទាប់មកបំភ័យពួកគេខ្ញុំទ្រាំនឹងការបាត់បង់ឥឡូវនេះទាញប្រេងចេញហើយប្រើឧបករណ៍វាស់ស្តង់ដារដើម្បីវាស់180លីត្រវាពិតជា180លីត្រខ្ញុំបាននិយាយដោយបើកចំហនៅនឹងកន្លែងសូមមើលខ្ញុំក៏នឹងបង់ប្រាក់សម្រាប់ការខាតបង់ប្រតិបត្តិការរបស់ Wayfield Quanfu នៅថ្ងៃនេះដែរប៉ុន្តែប្រសិនបើការដកប្រាក់មិនគ្រប់គ្រាន់180លីត្រអ្នកបង់ថ្លៃផ្ទៀងផ្ទាត់ទាំងអស់ខ្ញុំក៏នឹងរាយការណ៍ពីការក្លែងបន្លំការវាស់វែងរបស់អ្នកផងដែរដើម្បីធ្វើបាបអ្នកប្រើប្រាស់ក្នុងនាមពិតកុំខ្មាស់អៀនអីខ្ញុំគិតថាអ្នកគ្រាន់តែចង់ជំរិតទារប្រាក់ហើយបើកឡានចេញបើមិនដូច្នេះទេកុំបន្ទោសខ្ញុំថាឆ្លើយមិនសំខាន់ថាខ្ញុំចង់អៀនឬអត់ច្បាប់មានពាក្យចុងក្រោយអ្នកមិនហ៊ានជួបបារីទេព្រោះវានៅក្នុងចិត្តមិនថាហេតុផលអ្វីនោះទេ
អ្នកចាក់ចេញដោយគ្មានបេះដូងមនុស្សសុខចិត្តបងការខាត់បងហើយយកវាចេញដើម្បីមើលថាតើវាចប់ហើយឬនៅតើអ្នកខ្លាចអ្វីខ្ញុំបានការពារភាពឯកាជារៀងរាល់យប់ខ្ញុំបានចំណាយ500យន្តលើហ្គាសនៅទីនេះពីមុនហើយចំងាយគឺតិចជាងធម្មតា200គីឡូម៉ែត្រខ្ញុំគិតថាវាមកពីឡានអស់សាំងហើយវាមិនមែនជាបញ្ហាជាមួយកាំភ្លើងទេតែងតែរស់នៅក្នុងខ្ញុំស្ថានីយ៍ប្រេងឥន្ធនៈធម្មតាខ្លាចពិនិត្យបរិសុទ្ធចាស់របស់ខ្ញុំរាល់ពេលដែលគាត់បន្ថែមវានៅទីនេះខ្ញុំត្រូវសុំឲ្យគាត់ពិនិត្យមើលវិក័យប័ត្របើមិនហ៊ានជក់ទេច្បាស់ជាមានអ្វីខុសហើយវាពិតជា180លីត្រគ្រាន់តែដតមាត់ទាធំមិនមែនថាយើងមិនបូមប្រេងទេវាជាការបូមប្រេងនៅកន្លែងបង្កគ្រោះថ្នាក់ភ្លើងយើងមិនមានលក្ខណៈសម្បត្តិឬឧបករណ៍ជំនាញទេប្រសិនបើយើងពិតជាចង់រងចាំអាជ្ញាធរគ្រប់គ្រងដើម្បីអនុវត្តតាមនីតិវិធីផ្លូវការខ្ញុំនឹងទូរស័ព្ទទៅនរណាម្នាក់ឥឡូវនេះសួស្តីជាទីគោរពធុងសាំងរថយន្តរបស់ខ្ញុំនៅស្ថានីយ៍ប្រេងឥន្ធនៈហងយ៉នជីក្រុងត្រូវបានវាតម្លៃត្រឹម120លីត្រស្ថានីយ៍បាននិយាយថាប្រេងឥន្ធនៈគឺ180លីត្រខ្ញុំមានការជំទាស់នឹងការវាស់វែងនេះហើយសូមឲ្យខាងផ្នែកត្រួតពិនិត្យផ្សារចុះមកកន្លែងកើតហេតុសម្រាប់ការត្រួតពិនិត្យស្ថានីយ៍ប្រេងនឹងរៀបចំឲ្យមានបុគ្គលិកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីបូមប្រេងសម្រាប់ការផ្ទៀងផ្ទាត់ខ្ញុំបានដាក់ពាក្យសុំឲ្យបុគ្គលិកមានវត្តមានដើម្បីធ្វើជាសាក្សីលើដំណើរការទាំងមូលនៃការដាក់ឯកសារបន្សល់ទុកដាននិងជួសជុលវិញ្ញាបនបត្រពួកគេធ្វើតាមច្បាប់មួយជំហានដូច្នេះវាមើលទៅដូចជាការជំរិតទារប្រាក់បងប្រុសយ៉ាងនៅតែដោះស្រាយអ្វីមួយនៅស្ថានីយ៍ប្រេងឥន្ធនៈកុំបារម្ភខ្ញុំនឹងមិនមានចេតនាពន្យាពេលនារីនោះឆាប់តាមដែលអាចធ្វើទៅបានអ្វីដែលអ្នកកំពុងទីងនៅក្នុងឡានគឺជាសត្វជាមអាកាសធាតុក្តៅមិនអាចបង្អង់ខ្ញុំបានទេខ្ញុំនឹងសងអ្នកវិញ300យន្តអ្នកប្រញាប់ឡើងហើយប្រញាប់ឡើងមានអ្វីមួយកើតឡើងចំពោះយ៉ាងសែនវាមិនមែនជារឿងតែមួយគត់ដែលអាចដោះស្រាយជាមួយនឹងប្រាក់ពី$300នោះទេតើអ្វីទៅជាមូលហេតុពិតប្រាកដអ្នកណាជាអ្នកដឹងឲ្យអ្នកឆ្លងកាត់ខ្ញុំជាអ្នកម្នាក់ខ្ញុំបានរងចាំដោយអត់ធ្មត់ចំពោះធុងសាំងដើម120លីត្ររបស់លោកដើម្បីបង្ហាញថាធុងសាំងបានបំពេញរហូតដល់180លីត្រចំនួននេះកើតឡើងវេលាម៉ោង 12:23 នាទីថ្ងៃនេះបាញ់លេខ3មែនទេត្រឹមត្រូវប្រសិនបើម្ចាស់រថយន្តមានការជំទាស់ណាមួយចំពោះកម្រិតនៃការចាក់ប្រេងគាត់គួរតែស្នើសុំឲ្យស្ថានីយ៍ប្រេងឥន្ធនៈរៀបចំប្រតិបត្តិការសម្រាប់ការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់នៅនឹងកន្លែងតាមនីតិវិធីយានប្រើម៉ែត្រស្តង់ដារដើម្បីបូមប្រេងសមិទ្ធវាមិនមែនថាយើងមិនសហការទេប៉ុន្តែការបូមប្រេងម៉ាស៊ូតគឺជាគ្រោះថ្នាក់សុវត្ថិភាពស្នប់សង្គ្រោះបន្ទាន់នៅក្នុងស្ថានីយ៍ក៏ខូចដែរបើវាខូចវានឹងរស់ឡើងវិញស្នប់ទេប្រេងសង្គ្រោះបន្ទាន់គឺជាឧបករណ៍សុវត្ថិភាពឈរប្រសិនបើវាខូចកំណត់ត្រារបាយការណ៍ថែទាំត្រូវតែដាក់ប្រសិនបើកំណត់ត្រាមិនមានទេវាមានន័យថាវាមិនអនុលោមតាមបទបញ្ញត្តិហើយបំពាក់ដោយឧបករណ៍សុវត្ថិភាពយើងនឹងចុះឈ្មោះជាមួយគ្នាទៅទីធ្លាខាងក្រោយហើយរុញបូមប្រេងពីលើបើមានបញ្ហាមួយនេះកុំបន្ទោសយើងឧបករណ៍នេះអាចត្រូវបានប្រើដើម្បីបូម3ធុងតាមលំដាប់លំដោយយោងតាមវិធីសាស្ត្រលំហូរសុវត្ថិភាពធុងនីមួយត្រូវបានបំពេញដោយស្នប់រាបស្មើហើយដំណើរការផ្លាស់ប្ដូរបំពង់ទាំងមូលត្រូវបានកត់ត្រាធុងទី1គឺ60លីត្រទោះបីជាមានពន្លឺថ្ងៃនិងភ្លៀងតិចក៏ដោយធុងទឹកទី2ក៏ពោពេញដោយវត្ថុអនុស្សាវរីយ៍ដែលគ្របដណ្ដប់ដោយធូលីចំនួន120លីត្រផងដែរខ្ញុំនៅពេលនោះវាផ្អែមណាស់អត្រាលំហូរគឺយឺតធុងទី3ទើបតែគ្របដណ្ដប់បាត់ធុងហើយនៅតែមានខ្លះនៅក្រោមធុងបន្ទាប់ពីបូមស្ដាប់ថាតើមូលហេតុអ្វីពីធុងដំបូងមួយ60លីត្រធុងទី3 26លីត្រសរុប1226លីត្រទោះបីជាគិតទាំងប្រេងសក្នុងតូយ៉ូធុងប្រេងនិងធុងប្រេងដែលដាក់នៅលើជញ្ជាំងមានចំណុះតិចជាង125លីត្រដូច្នេះខ្ញុំគិតថាមានអ្វីមួយខុសប្រក្រតីដោយសារប្រេងពីមុនមិនអាចទប់ទល់នឹងការឆេះបាននោះហើយជារបៀបដែលខ្ញុំបានបញ្ចប់ហេនីតិខូរដូកុំជប់ប្រញាប់ប្រញាល់ម៉ាស៊ីននេះឧបករណ៍ចាប់សញ្ញាលំហូរថ្ងៃនេះមានកំហុសបណ្ដោះអាសន្នស្ថានភាពឧបករណ៍មិនត្រឹមត្រូវថ្ងៃនេះម្ចាស់ផ្ទះបានជំនះចេញមិនតាន់ពួកគេទាំងអស់គ្នាចង់ភ្លេចថាហេតុអ្វីបានជាពួកគេមិនបាននិយាយនៅពេលនេះប្រសិនបើអ្នកមិនដកវាចេញគ្រប់គ្រាន់ទេវានឹងបែកតើអ្នកកំពុងព្យាយាមបោកប្រាស់មែនទេអ្នកបាននិយាយថាឥឡូវនេះពិតជាមិនមានបញ្ហាជាមួយនឹងម៉ាស៊ីននោះទេហើយឥឡូវនេះវាត្រូវបានបង្ហាញការនិយាយអរគុណចំពោះការបរាជ័យមិនរាប់បញ្ចូលនោះទេការពីម្សិលមិញភាគីទាំងពីររបស់ Venture No Bay Plus One ត្រូវបានស្នើសុំឲ្យចុះហត្ថលេខាដើម្បីបញ្ជាក់ពិតលោកឲ្យប្រសិនបើអ្នករវល់តែហក់ឡើងលើមេឃមិនថាដំណើរការខុសប្រក្រតីឬការបោកប្រាស់ទេអ្នកនឹងដឹងក្រោយពិនិត្យខ្ញុំនឹងចុះទៅសុំបិទយន្តហោះវិទ្យុលេខ3ជាបណ្ដោះអាសន្នតាមនីតិវិធីដូចជាសុបិនមួយបន្ទាប់ពីស្ទីកូហានិភ័យត្រូវបានបង្ហោះគ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យរុះរើឬប្រើប្រាស់ឧបករណ៍ដោយគ្មានការអនុញ្ញាតឡើយបើមិនដូច្នេះទេគាត់នឹងទទួលខុសត្រូវតាមផ្លូវច្បាប់ការលាគ្នាបែប fantasy ខ្ញុំត្រូវតែគោរពអ្នកខ្លាំងណាស់ភ្នាក់ងារវាស់វែងនឹងត្រួតពិនិត្យផ្លូវច្បាប់និងចុះដល់កន្លែងកើតហេតុដើម្បីធ្វើតេស្តជាសាធារណៈនៅម៉ោង 9 ព្រឹកស្អែកវែងត្រូវសហការជាមួយ Cheyo ដើម្បីចុះហត្ថលេខាលើម៉ាស៊ីនដោយចងចាំថាម៉ាស៊ីនមានបញ្ហាបណ្ដោះអាសន្នខ្ញុំនៅពេលនោះខ្ញុំសុខចិត្តធ្វើជាសាក្សីនៅកន្លែងកើតហេតុហើយសរសេរព័ត៌មានទំនាក់ទំនងរបស់ខ្ញុំបានថតវីដេអូដំណើរការទាំងមូលហើយខ្ញុំនឹងចុះហត្ថលេខាលើវាដូច្នេះអ្នករវល់ហើយអ្នកអាចឲ្យវាទៅអ្នកតើមូលហេតុអ្វីអនុញ្ញាតឲ្យអ្នករក្សាកំណត់ត្រាការទូទាត់បង្កាន់ដៃនិងវីដេអូទាំងអស់ប្រសិនបើអ្នកមានការជំទាស់ក្នុងអំឡុងពេលត្រួតពិនិត្យនៅថ្ងៃស្អែកសូមលើកពួកគេនៅនឹងកន្លែងសូមអរគុណខ្ញុំនឹងតម្រៀបវាចេញសូមឲ្យអ្នកនៅជាមួយខ្ញុំឲ្យបានយូរហេតុអ្វីខ្ញុំចង់សុបិនអ្នករាល់ថ្ងៃស្រឡាញ់កន្លែងណាតែងតែរស់នៅក្នុងខ្ញុំតើអ្នកណាបញ្ចូលប៉ារ៉ាម៉ែត្រទាំងពីរនេះ
ជារៀងរាល់ថ្ងៃ